យន្តហោះទម្លាក់គ្រាប់បែកចំនួនទី6របស់សហរដ្ឋអាមេរិក B-21 Raider បានបង្ហាញខ្លួនហើយក្នុងការសាកល្បងកាលពីខែកក្កដាឆ្នាំ2025ហើយនៅចុងខែសីហាកន្លងទៅសហរដ្ឋអាមេរិកបញ្ជាក់ថា B-21 អាចនឹងចូលនៅក្នុងសមរភូមិមុនដាច់ឆ្នាំនេះយន្តហោះបំបាំងកាយនេះគឺជាអ្នកស្នងតំណែងតែមួយគត់របស់ខ្មោចអាកាស B-2 Spirit ផលិតដោយក្រុមហ៊ុន Northrop Grumman B-21 មានតម្លៃ$700 លានក្នុងមួយគ្រឿងអាមេរិកក្រុងផលិតយ៉ាងតិច150គ្រឿង B-21 តូចជាងនិងស្រាលជាង B-2 បន្តិចប៉ុន្តែអាចផ្ទុកគ្រាប់បែកចន្លោះពី7ទៅ9តោនដូច B-2 ដែរនិងអាចហោះបានជាង10000គីឡូម៉ែត្រប្រហែលនឹង B-2 ដូច្នេះ B-21 អាចចាក់ចេញពីមូលដ្ឋានទ័ពអាកាសរបស់អាមេរិកទៅដល់ជ្រុងណាក៏បានដែរនៃផែនដីដោយមិនបាច់បន្ថែមប្រេងនោះទេនេះបើយោងទៅតាមព័ត៌មានដែលបញ្ចេញដោយទ័ពអាកាសអាមេរិកបើមានសមត្ថភាពមិនលើសខ្មោចអាកាស B-2 ហើយក៏មិនសង្ហាខ្លាំងជាងតើហេតុអ្វីអាមេរិកចាំបាច់រកអ្នកជំនួសនោះគឺដោយសារតែខ្មោចអាកាស B-2 Spirit បានចូលសមរភូមិតាំងពីចុងទសវត្សរ៍ឆ្នាំ1980មកម្លេះមកដល់ពេលនេះវានៅតែជាយន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីល្បាញបំផុតគ្មានអ្នកប្រដូចប៉ុន្តែដោយសារតម្លៃរហូតដល់ទៅ$2000 លានក្នុងមួយគ្រឿងអាមេរិកផលិតតែ21គ្រឿងប៉ុណ្ណោះកាលពីជាង40ឆ្នាំមុនក្នុងចំណោមនោះមានតែ19គ្រឿងដែលនៅដំណើរការដល់សប្តាហ៍ថ្ងៃចំនួនដ៏តិចតួចនេះជាបញ្ហាប្រឈមសម្រាប់អាមេរិកប្រសិនបើចង់បើកការវាយប្រហារទ្រង់ទ្រាយធំណាមួយដោយសារអាយុជិតកន្លះសតវត្សរ៍ទៅហើយ B-2 ពិបាកធ្វើបច្ចុប្បន្នភាពទៅលើខួរក្បាលឲ្យទាន់ទៅនឹងអនាគតនៃសង្គ្រាម Digital ម្យ៉ាងវិញទៀតថ្នាំកូដបំបាំងកាយរបស់ B-2 ត្រូវការថែទាំពិបាកនិងថ្លៃចាយពេលច្រើនហើយសមត្ថភាពបំបាំងកាយរបស់វានៅពេលនេះងាយនឹងត្រូវសត្រូវចាប់បានដោយសារតែប្រទេសផ្សេងៗទៀតដូចជាចិននិងរុស្ស៊ីបានបង្កើនសមត្ថភាពរ៉ាដារបស់ខ្លួនខ្លាំងណាស់នាប៉ុន្មានឆ្នាំចុងក្រោយនេះចំណែក B-2 Raider វិញត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈបំបាំងកាយទំនើបចុងក្រោយជាបច្ចេកវិទ្យាតែមួយគត់របស់អាមេរិកដែលប្រទេសផ្សេងគ្មានមួយវិញទៀត B-21 ប្រើបច្ចេកវិទ្យាទំនើបកម្មបើកចំហមានន័យថាអាមេរិកអាចធ្វើបច្ចុប្បន្នភាពខួរក្បាលងាយស្រួលនិងទាន់ពេលវេលាបើគ្មានអ្វីប្រែប្រួលទេ B-21 Raider នឹងក្លាយទៅជាតួឯកលើអាកាសរបស់អាមេរិកនៅចុងឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV